លោក Donald Trump ត្រូវបានរាយការណ៍មកថាកំពុងតែរៀបចំចេញប័ណ្ណបញ្ជាលើកកងទ័ពសហរដ្ឋអាមេរិកចូលទៅប្រទេសមេស៊ីកូជាផ្នែកមួយនៃប្រតិបត្តិការសង្គ្រាមឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោកយោងតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន NBC News ចុះផ្សាយថារដ្ឋការរបស់លោក Donald Trump បានប្រកាសពីការដែលលោក Donald Trump ដាក់ផែនការជាកំហុកថ្មីមួយទៀតដើម្បីបញ្ជូនទ័ពសហរដ្ឋអាមេរិកនិងកម្លាំងភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកចូលទៅប្រទេសមេស៊ីកូដែលជាគោលដៅប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងប្រទេសនេះគឺអង្គការបណ្ដាញគ្រឿងញៀន Cartel នេះបើយោងតាមពួកមន្ត្រីអាមេរិកចំនួន2នាក់ហើយក្នុងនោះក៏មានអតីតមន្ត្រីសេដ្ឋវិមាន2នាក់ផងដែរបានអះអាងដូចនេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន NBC News ផងដែរនេះបេសកកម្មរបស់កងទ័ពសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននេះក្នុងនោះរដ្ឋប្រទេសមេស៊ីកូមួយផងដែរជាអ្នកផលិតគ្រឿងញៀននិងបញ្ជូនសារធាតុគ្រឿងញៀនចូលទៅសហរដ្ឋអាមេរិកយ៉ាងសម្បើមពួកមន្ត្រីសហរដ្ឋអាមេរិកពីររូបនោះឲ្យដឹងថាដំណាក់កាលនេះវាជាការដែលកំពុងចាប់ផ្ដើមសម្លឹងមើលថាតើកងទ័ពអាមេរិកត្រូវចូលប្រទេសណាខ្លះនៅតំបន់អាមេរិកខាងត្បូងនេះក្នុងនោះហើយគេអាចរាប់ប្រទេសមេស៊ីកូដែលមានព្រំដែនជាប់នឹងសហរដ្ឋអាមេរិកប៉ុន្តែអធិភាពក៏គេអាចរាប់ផងដែរប្រទេសវេណេស៊ុយឡានិងប្រទេសកូឡុំប៊ីស្ទើរជាប្រទេសត្រូវអាមេរិកចោទថាជាសម្បុកបង្កឧក្រិដ្ឋកម្មគ្រឿងញៀនយ៉ាងសម្បើមនៅលើទឹកដីសហរដ្ឋអាមេរិកមន្ត្រីសហរដ្ឋអាមេរិករូបនោះក៏បានឲ្យដឹងដែរថាកងទ័ពអាមេរិកនឹងបើកប្រតិបត្តិការនៅក្រោមការឃ្លាំមើលនិងបញ្ជាដោយកម្លាំងចារកម្មសហរដ្ឋអាមេរិកដែលគេស្គាល់ថាជាកម្លាំងបេសកកម្មទី50ភាគច្រើននៃកងទ័ពសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការសង្គ្រាមគ្រឿងញៀននៅអាមេរិកខាងត្បូងនោះត្រូវបានគ្រប់គ្រងដោយបញ្ជាការដ្ឋានប្រតិបត្តិការពិសេសសហរដ្ឋអាមេរិករួមគ្នាហើយពួកមន្ត្រីមកពីស្ថាប័នភ្នាក់ងារស៊ើបការសម្ងាត់ CIA ក៏ចូលរួមចំណែកផងដែរឆ្លើយតបនឹងសំណួរសួរថាតើលោក Donald Trump ដាក់ផែនការបញ្ជូនទ័ពទៅប្រទេសមេស៊ីកូនោះវានឹងអាចធ្វើឡើងដោយរបៀបណាហើយឆាប់ដែរឬទីមន្ត្រីម្នាក់នៃរដ្ឋការលោក Donald Trump ប្រាប់ NBC News ទៀតថាលោក Donald Trump កំពុងតែពិនិត្យមើលអំពីលទ្ធភាពនៃការបញ្ជូនទ័ពចូលទៅក្នុងទឹកដីនៃតំបន់មួយចំនួននៅអាមេរិកខាងត្បូងនេះហើយក្នុងនោះប្រទេសមេស៊ីកូក៏ជាអាទិភាពមួយផងដែរទំនងឆាប់បំផុតព្រោះថាមេស៊ីកូជាសម្បុកឧក្រិដ្ឋកម្មគ្រឿងញៀនលំហូរគ្រឿងញៀនចេញពីមេស៊ីកូនេះលឿនបំផុតចូលទឹកដីសហរដ្ឋអាមេរិកកាលពីក្នុងខែសីហាកន្លងមកនេះប្រធានាធិបតីមេស៊ីកូលោកស្រី Claudia Sheinbaum បាននិយាយថាកងទ័ពសហរដ្ឋអាមេរិកនឹងមិនចូលទឹកដីរបស់មេស៊ីកូនោះទេព្រោះមេស៊ីកូមិនមែនជាប្រទេសដែលត្រូវបានចោទថាជាសម្បុកឧក្រិដ្ឋកម្មគ្រឿងញៀនដោយការចាប់ប្រកាន់របស់រដ្ឋការលោក Donald Trump នោះទេប៉ុន្តែបន្ទាប់ពីមានការថ្លែងរបស់លោកស្រីប្រធានាធិបតីមេស៊ីកូរូបនេះលោក Donald Trump បានដាក់សញ្ញាសួរទៅកាន់មន្ទីរពងតកូនថាតើក្រុមបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន Cartel មាននៅទីណាខ្លះនៃប្រទេសតំបន់អាមេរិកខាងត្បូងនោះក្រុម CIA សហរដ្ឋអាមេរិកភ្នាក់ងារប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក DEA បានឲ្យដឹងថានៅលើទឹកដីនៃប្រទេសមេស៊ីកូមានបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំបំផុតដែលត្រូវតែបោសសម្អាតហើយថារដ្ឋាភិបាលរបស់មេស៊ីកូកំពុងតែស្ថិតនៅពីក្រោយអង្គការភេរវកម្មគ្រឿងញៀនផងដែរយ៉ាងណាសហរដ្ឋអាមេរិកនៅតែអះអាងថាប្រតិបត្តិការសឹកពិសេសនៃសង្គ្រាមគ្រឿងញៀនរបស់លោក Donald Trump មិនសំដៅទៅលើការឈ្លានពានប្រទេសណានោះទេទោះបីជាទ័ពអាមេរិកត្រូវលើកទ័ពចូលទៅប្រទេសនៅតំបន់អាមេរិកខាងត្បូងក៏ដោយនោះគឺត្រូវតាមចាប់កំទេចមេខ្លោងអង្គការគ្រឿងញៀនតែប៉ុណ្ណោះប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថាប្រសិនបើប្រទេសទាំងនោះខ្លាយទៅជាការវាយបកទៅលើកងទ័ពសហរដ្ឋអាមេរិកវិញនោះវានាំទៅរកការប៉ះទង្គិចគ្នារវាងកងទ័ពអាមេរិកនិងកងទ័ពរបស់ប្រទេសនោះហើយចង់មិនចង់វាខ្លាយទៅជាសង្គ្រាមក៏ថាបានយ៉ាងណាប្រទេសមេស៊ីកូគឺលោកសេរីប្រធានាធិបតីរបស់ប្រទេសនេះអះអាងថា
មេស៊ីកូមានកិច្ចសន្យាសហប្រតិបត្តិការត្រឹមត្រូវជាមួយនឹងសហរដ្ឋអាមេរិកមិនបណ្ដោយឲ្យកងទ័ពអាមេរិកចូលទឹកដីមេស៊ីកូជារដ្ឋអធិបតេយ្យនោះទីលោកស្រីប្រាប់ទៅលោកដូណាល់ត្រាំថាករណីឧក្រិដ្ឋកម្មគ្រឿងញៀននៅលើទឹកដីមេស៊ីកូជាអ្នករ៉ាប់រងករណីចោទប្រកាន់នោះវាជារឿងដែលរដ្ឋការលោកដូណាល់ត្រាំកំពុងលាបពណ៌តែប៉ុណ្ណោះកាលពីក្នុងខែមករាឆ្នាំ2025នេះលោកដូណាល់ត្រាំបានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិរបស់លោកដោយពីនោះកំណត់គោលដៅមេខ្លោងនៃបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននៅលើទឹកដីមេស៊ីកូចំនួន8នៃក្រុមបណ្ដាញអង្គការគ្រឿងញៀនអាកាតែលហើយរកឃើញថា6បណ្ដាញគ្រឿងញៀនកាតែលមាននៅលើទឹកដីមេស៊ីកូនៅតំបន់អាមេរិកខាងត្បូងនៅសមុទ្រការ៉ាបៀនរដ្ឋការលោកដូណាល់ត្រាំបានដាក់ពង្រាយនាវាចម្បាំងរហូតដល់នាវាផ្ទុកយន្តហោះពង្រាយកងយន្តហោះចម្បាំង F35 យន្តហោះទម្លាក់គ្រាប់បែក B52 យន្តហោះទម្លាក់គ្រាប់បែក B1B ដាក់ពង្រាយរួចរាល់អស់ហើយកំពុងតែបើកធ្វើសម្យុទ្ធនិងប្រតិបត្តិការវាយប្រា កំទេចកណូតដឹកសារធាតុគ្រឿងញៀនដែលលោកដូណាល់ត្រាំនិងរដ្ឋការរបស់លោកចោទថាកណូតទាំងនោះដឹកសារធាតុគ្រឿងញៀនសម្ដៅចូលទៅសហរដ្ឋអាមេរិកមកដល់ពេលនេះយ៉ាងតិចណាស់កណូតដែលត្រូវបានកំទេចដោយមីស៊ីលនិងការវាយប្រាដោយទម្លាក់គ្រាប់បែកនោះចំនួន15គ្រឿងត្រូវបានកំទេចមនុស្ស65នាក់បានស្លាប់ដែលលោកដូណាល់ត្រាំនិងរដ្ឋការរបស់លោកចាត់ទុកថាស្ទើរជាមេភេរវកគ្រឿងញៀននាវាផ្ទុកចររបស់អាមេរិក USS Shreveport ដែលអមដំណើរដោយនាវាពិឃាតចំនួន8គ្រឿងបានទៅដល់តំបន់សមុទ្រការ៉ាបៀនរួចទៅហើយនាវាផ្ទុកចរ USS Shreveport និងក្រុមនាវាអមដំណើររបស់នាវានេះកំពុងតែធ្វើសម្យុទ្ធនៅតំបន់សមុទ្រការ៉ាបៀនជាមួយនឹងកងនាវាចម្បាំងកងនាវាមុជទឹករបស់សហរដ្ឋអាមេរិកនាវាផ្ទុកចររបស់អាមេរិក USS Shreveport នោះវាផ្ទុកមីស៊ីល Tomahawk ហើយជាមួយគ្នានេះ USS Shreveport ក៏ផ្ទុកយន្តហោះចម្បាំងរាប់សិបគ្រឿងរួចទៅហើយបើតាមសេចក្តីរាយការណ៍បានដឹងថា USS Shreveport នាវាផ្ទុកយន្តហោះរបស់អាមេរិកកំពុងស្ថិតនៅចម្ងាយរយៈពេល200គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយឡាការដកឃ្លាឆ្ងាយដល់ទៅ200គីឡូម៉ែត្រនេះវាជាយុទ្ធសាស្ត្រយ៉ាងពិតប្រាកដនៃការត្រៀមវាយប្រាទៅលើប្រទេសទាំងឡាយណាដែលរដ្ឋការលោកដូណាល់ត្រាំថាតាមកំទេចបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងនោះវេណេស៊ុយឡាជាប្រទេសដែលរដ្ឋបាលលោកដូណាល់ត្រាំដាក់មុខសញ្ញាធនធានជាងគេទាំងអស់ប៉ុន្តែអ្វីដែលសំខាន់គឺថាលោកដូណាល់ត្រាំកំពុងតែធ្វើសង្គ្រាមគ្រឿងញៀននៅអាមេរិកខាងត្បូងនេះដើម្បីទម្លាក់របបដឹកនាំរបស់បារ៉ុកខ្លាំងនីកូឡាម៉ាដូរ៉ូព្រោះលោកនីកូឡាម៉ាដូរ៉ូធ្លាក់នៅក្នុងនៃការចាប់ខ្លួនរបស់ក្រសួងយុទ្ធសាស្ត្រសហរដ្ឋអាមេរិកជាមួយនឹងការផ្ដល់ពានរង្វាន់ដោយរដ្ឋការលោកដូណាល់ត្រាំទៅឲ្យក្រុមណាដែលអាចនាំទៅរកការចាប់ខ្លួនលោកនីកូឡាបាននោះបានរហូតដល់ទៅ$50 លានសហរដ្ឋអាមេរិកទៀតផងក្នុងប្រតិបត្តិការនេះហើយដែលលោកនីកូឡាម៉ាដូរ៉ូចោទសហរដ្ឋអាមេរិកថាកំពុងតែធ្វើសកម្មភាពដើម្បីឈ្លានពានប្រទេសវេណេស៊ុយឡាលោកនីកូឡាម៉ាដូរ៉ូបានប្រកាសឲ្យថាកងទ័ពរបស់លោកបានត្រៀមរួចហើយដើម្បីឆ្លើយតបករណីដែលត្រូវឆ្លើយតបចំពោះការឈ្លានពានណាមួយដែលអាចកើតមាននោះនៅពេលនេះសេចក្តីរាយការណ៍បានដឹងថាយន្តហោះចម្បាំងរបស់ប្រទេសវេណេស៊ុយឡាត្រូវបានបំពាក់ហើយនៅមីស៊ីលដើម្បីបាញ់កំទេចនាវាចម្បាំងសហរដ្ឋអាមេរិកឥឡូវនេះប្រទេសមួយចំនួននៅអាមេរិកខាងត្បូងដែលត្រូវលោកដូណាល់ត្រាំកំណត់ថាជាមុខសញ្ញាដើម្បីបើកការវាយប្រាចូលទៅប្រទេសនោះក្នុងគោលដៅដើម្បីកំទេចបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននោះមានប្រទេស3ដែលរដ្ឋការលោកដូណាល់ត្រាំដាក់មុខសញ្ញាឲ្យនេះឥឡូវនេះមានប្រទេសមេស៊ីកូហើយប្រទេសកូឡុំប៊ីក៏ស្ថិតនៅក្នុងមុខសញ្ញាមួយផងដែររដ្ឋការលោកដូណាល់ត្រាំនិងលោកដូណាល់ត្រាំផ្ទាល់អះអាងថាវាមិនមែនជាសង្គ្រាមឈ្លានពានប្រទេសទាំងនោះទេវាជាសង្គ្រាមប្រឆាំងគ្រឿងញៀនកំទេចបណ្ដាញអង្គការគ្រឿងញៀននៅតំបន់អាមេរិកខាងត្បូងវាមិនត្រូវប្រើប្រាស់ច្បាប់អន្តរជាតិអ្វីនោះទេប៉ុន្តែលោកដូណាល់ត្រាំអាងថាវាជាប្រតិបត្តិការដើម្បីពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញ